មិនជួបបងប្អូនម្ដងទៀតហើយថ្ងៃនេះខ្ញុំលើករឿងដ៏ព្រឺព្រួចមួយសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តរឿងហ្នឹងកើតឡើងនៅតំបន់ជួរភ្នំកវាអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលដល់សាច់រឿងយើងតែម្ដងទៅដោយផ្ដើមរឿងមកគឺនៅជើងភ្នំដាច់ស្រយាលមួយមានភូមិតូចមួយនោះឈ្មោះភូមិស្នាងពេជ្រអ្នកស្រុកនៅភូមិនោះគេរស់នៅដោយសុខសាន្តទេពីមួយថ្ងៃទៅមួយថ្ងៃហើយនៅពេលដែលយូរបន្តិចទៅក៏ស្រាប់តែអាកាសធាតុប្រែទៅជាអ៊ូអាប់ដូចជាមានអ្វីនៅមកគ្របសន្ធប់ពីលើភូមិស្រុកហ្នឹងអញ្ចឹងសត្វព្រៃក៏លែងមានសត្វស្លាបក៏រត់ចោលសម្បុកដើមឈើដែលខ្ចីហ្នឹងក៏ទុំស្លឹកជ្រុះអស់ហើយនឹងមានដានជើងអាចកំបាំងជាច្រើនដែលបានថែនៅលើផ្លូវចូលក្នុងព្រៃអ្នកភូមិដែលជាមនុស្សចាស់ៗនៅទីនោះនិយាយថានេះជាសញ្ញានៃខ្មោចព្រៃដែលត្រូវបានដាក់បដាសាតាំងពីបុរាណឥឡូវនេះគឺវារួចពីសំណាញ់បដាសាហើយវានឹងត្រឡប់មកសងសឹកវិញថ្ងៃមួយក្មេងស្រីម្នាក់ឈ្មោះម៉ន់បានបាត់ខ្លួនបាត់ដំណឹងដល់អត់មានដឹងថាបាត់ទៅណាសោះដែលអ្នកស្រុកទាំងអស់នោះនាំគ្នាដើររកឲ្យស្រែកហៅយ៉ាងណាក៏អត់ឃើញប៉ុន្តែមានអ្នកស្រុកម្នាក់បានឃើញកៅអៅរបស់ក្មេងស្រីម្នាក់នេះជាប់នៅលើមែកឈើហើយនឹងមានស្នាមប្រយោលខ្មៅពេញដីទាំងអស់ដែលចាស់ក៏បន្លឺសំឡេងថានេះគឺជាសកម្មភាពរបស់ខ្មោចព្រៃច្បាស់ណាស់ដែលវាចង់បំផ្លាញយើងទាំងអស់គ្នាពួកគាត់ក៏បានទៅអញ្ជើញគ្រូអាគមម្នាក់តែគ្រូអាគមនេះឈ្មោះថាតាម៉ៅដែលល្បីល្បាញខ្លាំងខាងអាគមខាងមុនអាគមខាងអរិយអតានោះលោកតាម៉ៅនោះលោកស្លៀកពាក់អាវសហើយកាន់ឈើច្រត់ហើយលោកបានប្រាប់ថាខ្មោចនេះជាអ្នកតាព្រៃដែលបានសំដីកំហឹងហើយត្រូវបញ្ចេញពីកម្មរបៀបបុរាណដល់ពេលនោះក៏លោកគ្រូនឹងធ្វើពិធីមួយគឺនៅពេលយប់មកដល់ព្រះច័ន្ទពេញបរមីទុកតាម៉ៅនោះបានរៀបចំពិធីនៅចំកណ្ដាលព្រៃតែម្ដងគាត់បានដាក់បាតទៅមានធូបទេយទាននិងទឹកសង្ឃវាសនឹងរួចចាប់ផ្ដើមសូត្រមន្តអាគមរបស់គាត់ខ្យល់បក់ខ្លាំងក៏បានបក់មកដល់ទីជ្រលងភ្នំហើយមានរូបរាងខ្មៅក៏លេចឡើងជារូបរាងស្ត្រីវ័យក្មេងញាក់មានភ្នែកឡើងក្រហមឆ្អៅលោកតាម៉ៅនោះក៏ឆ្លើយថាអ្នកតាមព្រៃយើងសូមបញ្ជូនអ្នកទៅកាន់ឋានសួគ៌កុំបៀតបៀនមនុស្សលោកទៀតអីហើយក៏បានប្រើឈើចោលរបស់គាត់វាទៅលើដីយ៉ាងខ្លាំងធ្វើឲ្យរូបរាងខ្មៅងឹតនោះក៏ត្រឡប់ទៅបាត់សូន្យឆាន់តែម្ដងនៅពេលក្រោយពីហេតុការណ៍នោះបានបញ្ចប់នៅពេលព្រឹកខែបន្ទាប់អ្នកសុខឃើញថាស្នាមក្រយៅអ្វីដែលគាត់បានឃើញទាំងបាមានក៏បានទៅសាត់បាត់ហើយស្បែកជើងរបស់มันត្រូវបានគេរកឃើញនៅចំណុចដែលពិធីបញ្ជាន់ខ្មោចនោះដែលលោកតាម៉ៅប្រាប់ថាខ្មោចនេះបានទទួលទានទេយទានហើយបានវិលទៅឋានបូរណៈវិញហើយតែសូមប្រយ័ត្នកុំឲ្យអ្នកភូមិចូលព្រៃតែម្ដងទៀតភូមិស្នាងពេជ្រក៏វិលត្រឡប់មករស់នៅដោយសុខសុវត្ថិភាពដែលមានរឿងនេះទៀតគេមានរៀនថាការគោរពអ្នកតាព្រៃនិងការទទួលស្គាល់អំណាចអាគមគឺជាផ្លូវរក្សាសុខភាពរវាងមនុស្សនិងវិញ្ញាណ